យៈចិនអាចលេបកូនកម្មប្រមាតៃវ៉ាន់រួចទេទៅអនាគតទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់នៅតែជាចំណុចក្តៅបំផុតមួយនៅក្នុងភូមិសាស្ត្រនយោបាយពិភពលោកស្ថានភាពបច្ចុប្បន្នត្រូវបានកំណត់ដោយភាពតានតឹងយោធាដែលកើតឡើងឥតឈប់ឈរការគៀបសង្កត់ផ្នែកការទូតរបស់ចិននិងការប្រឹងប្រែងរបស់តៃវ៉ាន់នៅក្នុងការរក្សាអធិបតេយ្យភាពរបស់ខ្លួនដោយមានការគ្រប់គ្រងពីសម្ព័ន្ធមិត្តបរទេសជាពិសេសសហរដ្ឋអាមេរិកនិងជប៉ុនទំនាក់ទំនងរវាងចិនដីគោកនិងតៃវ៉ាន់គឺស្ថិតនៅក្រោមទស្សនៈតែមួយរបស់ទីក្រុងប៉េកាំងចិនចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនហើយប្រកាសថានឹងមិនអត់ឱនចំពោះការប្រកាសឯករាជ្យជាផ្លូវការណាមួយឡើយគោលដៅចុងក្រោយរបស់ចិនគឺការបង្រួបបង្រួមជាតិដោយសន្តិវិធីឬការប្រើប្រាស់កម្លាំងបើសិនជាចាំបាច់ក្រោមការដឹកនាំរបស់លោកស៊ីជីនពីងចិនបានប្រើប្រាស់យុទ្ធសាស្ត្របង្កើនសម្ពាធបន្តិចម្ដងដើម្បីឲ្យតៃវ៉ាន់ចុះចាញ់ដោយគ្មានការសង្គ្រាមទ្រង់ទ្រាយធំការឡោមព័ទ្ធនិងលុកលុយផ្លូវអាកាសនិងសមុទ្រគឺការបង្កើនលុកលុយចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនិងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំដូចជាការធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់កាលពីឆ្នាំ2022បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ចិនបានចេញគោលការណ៍តុលាការថ្មីដើម្បីកាត់ទោសអ្នកនយោបាយតៃវ៉ាន់ដែលចោទថាជាអ្នកផ្ដាច់ខ្លួននៅក្នុងគោលបំណងបំផិតបំភ័យមេដឹកនាំនយោបាយស៊ីវិលតៃវ៉ាន់ចិនបន្តប្រើប្រាស់ជំនួយហិរញ្ញវត្ថុដើម្បីទាក់ទាញប្រទេសដែលនៅសល់ភាគច្រើនជាប្រទេសកោះតូចៗឲ្យកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ហើយទទួលស្គាល់ចិនដីគោកវិញករណីកោះណូរ៉ូកាលពីខែមករាឆ្នាំ2024ក្រោមការដឹកនាំរបស់ប្រធានាធិបតីតៃវ៉ាន់លោកឡៃឈីងតេដែលជាសមាជិកបកប្រជាធិបតេយ្យរីកចម្រើនដែលមានទំនោរឯករាជ្យភាពកំពុងតែប្រឈមមុខនឹងសម្ពាធទាំងនេះតៃវ៉ាន់បានបដិញ្ញាចិត្តបង្កើនថវិកាការពារជាតិនិងពង្រឹងសមត្ថភាពយោធាដូចជាការទិញអាវុធថ្មីៗពីសហរដ្ឋអាមេរិកនិងការពង្រឹងប្រព័ន្ធការពារដែនអាកាសតៃវ៉ាន់កំពុងវិនិយោគលើមូលដ្ឋានបណ្ដុះបណ្ដាលផ្កាយរណបកន្លងទៀបដើម្បីបង្កើនភាពធន់នៃប្រព័ន្ធទំនាក់ទំនងនៅក្នុងករណីដែលចិនគំរាមផ្ដាច់ខ្សែកាប់នៅក្រោមសមុទ្រតៃវ៉ាន់ខិតខំជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យនៅអឺរ៉ុបនិងប៉ាស៊ីហ្វិកដើម្បីទទួលបានការគាំទ្រផ្នែកនយោបាយនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិកប្រកាន់ភ្ជាប់នៅច្បាប់ទំនាក់ទំនងតៃវ៉ាន់ដែលចែងថាខ្លួននឹងផ្ដល់មធ្យោបាយដល់តៃវ៉ាន់ដើម្បីការពារខ្លួនភាពមិនច្បាស់លាស់នៅតែមានថាតើអាមេរិកនឹងបញ្ជូនកងទ័ពចូលអន្តរាគមន៍ដោយផ្ទាល់ឬយ៉ាងណាទោះបីជាយ៉ាងណាក៏ដោយលោកដូណាល់ត្រាំត្រូវបានមើលឃើញថាមានភាពស្ទាក់ស្ទើរនៅក្នុងការផ្ដល់ការគាំទ្រច្បាស់លាស់ដល់តៃវ៉ាន់ហើយថែមទាំងដាក់ពន្ធគយលើតៃវ៉ាន់មួយរយៈផងដែរជប៉ុននិងសម្ព័ន្ធមិត្តបានបង្កើតការយកចិត្តទុកដាក់លើបញ្ហាតៃវ៉ាន់ដោយមន្ត្រីជប៉ុនមួយចំនួនបានចាត់ទុកចំនួនតៃវ៉ាន់ថាជាការគំរាមកំហែងដល់សន្តិសុខជប៉ុនចិនបានឆ្លើយតបដោយការគៀបសង្កត់ការទូតយ៉ាងខ្លាំងក្លាប្រឆាំងនឹងមេដឹកនាំជប៉ុនដែលគាំទ្រតៃវ៉ាន់សហភាពអឺរ៉ុបត្រូវបានជំរុញឲ្យជួយពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ដើម្បីបង្ខំចិនឲ្យគិតឡើងវិញអំពីហានិភ័យនៃការឈ្លានពានឬការបិទផ្លូវហានិភ័យទំនាក់ទំនងនេះស្ថិតនៅក្នុងភាពតានតឹងខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រហានិភ័យនៃចំនួនមិនមែនស្ថិតនៅលើការឈ្លានពានទ្រង់ទ្រាយធំដែលទាមទារកងទ័ពរាប់សែននាក់និងប្រឈមនឹងអាកាសធាតុមិនអំណោយផលនោះទេប៉ុន្តែវាស្ថិតនឹងចិនអាចនឹងប្រើការបិទផ្លូវសមុទ្រដើម្បីកាត់ផ្ដាច់ការនាំចូលសំខាន់ដោយបង្ខំឲ្យតៃវ៉ាន់ចុះចាញ់ដោយមិនចាំបាច់មានការវាយលុកពេញទំហឹងសកម្មភាពយោធារបស់ចិននៅជុំវិញតៃវ៉ាន់ដូចជាការបាញ់មីស៊ីលឆ្លងកោះអាចបង្កឲ្យមានគ្រោះថ្នាក់ដោយចៃដន្យដែលនាំឲ្យមានការកើនឡើងជាយថាហេតុទំនាក់ទំនងចិននិងតៃវ៉ាន់នៅក្នុងឆ្នាំ2025គឺជាការប្រកួតប្រជែងគ្នារវាងយុទ្ធសាស្ត្របង្ខិតបង្ខំឥតឈប់ឈររបស់ទីក្រុងប៉េកាំងនិងការកសាងភាពធន់និងការគាំទ្រអន្តរជាតិរបស់តៃវ៉ាន់